课文怎样才能健康？怎样才能健康？有人误以为没有病就是健康，其实健康包括生理、心理和社会三个方面，因此健康是一个过程。人们应该不断提高生命质量，平时的衣食住行都应该注意健康。有人误认为医院越大，设备越高级，药物越贵，医生越有名就越好。结果是大医院挤满了人，中小医院却无人光顾。其实同其他产品一样，适合你的才是最好的。还有许多人误以为有了有了病才需要花钱，平时却不肯把钱花在身体健康上。其实提前为健康花钱才是聪明的选择。医疗机构也要改变观念，不仅要为病人服务，也要面向所有人提供更多的健康产品。病人常把健康的责任全部交给医生，自己却不注意改变不健康的生活方式和行为。比如说，如果心脑血管病人不活动、饮食不合理、抽烟，再好的医生和药物也没有办法。怎样才能健康啊？怎样อย่างไร才能得มา健康สุขภาพល្អ怎样才能健康ដដែលណាតើធ្វើយ៉ាងម៉េចតើយ៉ាងម៉េចទៅអាចឲ្យសុខភាពល្អ有人误以为没有病就是健康មានអ្នកដែលអឺគិតខុសណាថាអត់មានជំងឺគឺគេហៅថាសុខភាពល្អហើយណាឧគឺយល់ច្រឡំណាខុស以为គឺគិតថាណាគិតខុសថាអត់មាន没有病គឺជំងឺ就是健康其实健康包括生理心理和社会三个方面តាមពិតសុខភាពល្អវាមានដូចជាពាក់ព័ន្ធជាមួយនឹងអឺសុខភាពរាងកាយសុខភាពផ្លូវចិត្តនិងសង្គមណាបីប្រភេទហ្នឹង其实តាមពិតទៅ健康សុខភាពល្អ包括មានន័យថាមានដូចជាណាឬក៏គ្រប់ទៅលើ生理សំដៅលើសុខភាពខាងក្រៅនឹងឯងណា心理ផ្លូវចិត្ត社会សង្គម三个方面ណាបីផ្នែកហ្នឹង因此健康是一个过程因此ដូចនេះហើយ健康សុខភាពល្អ是一个过程គឺជាដំណើរមួយណាជាដំណើរផ្លូវមួយចឹងទៅណា人们应该不断提高生命质量人们មនុស្ស应该不តែ不断មិនឈប់提高លើកម្ពស់生命គឺជីវិត质量质量គឺគុណភាពណា平时的衣食住行都应该注意健康平时解读到呢的衣食住行衣食住行នឹងអ៊ីគឺសំដៅលើការស្លៀកពាក់食អាហារជុការរស់នៅសិងគឺការធ្វើដំណើរទៅណាទៅណីណា都应该សុទ្ធតែគួរ注意ប្រយ័ត្ន健康
nữ sự hiệp nâng đấy 有人误认为医院越大设备越高级有人误以为 miền nẹt cực khẩu Việt Hải đó误以为 nâng từ đại nâng y院 cứ mình tùy bê 越大 can tài thống sở bê 越高级ឧបករណ៍កាន់តែទំនើបណា药物越贵药物គឺថ្នាំកាន់តែថ្លៃ医生越有名ពេទ្យកាន់តែល្បី就越好គឺកាន់តែល្អ结果是大医院挤满了人，结果លទ្ធផល大医院มันទីពេទ្យតែធំធំហ្នឹង挤满了人ណាគឺវិជ្រាបទៅដោយមនុស្ស中小医院却无人光顾มันទីពេទ្យផ្នែកកណ្ដាលនឹងតូចហ្នឹងបែរជាអត់មានភ្ញៀវចូលទៅវិញណា其实同其他产品一样其实តាមពិតទៅធុងស្មើនឹងដូច其他ដទៃទៀត产品គឺផលិតផលណា一样គឺដូចគ្នា适合你的才是最好的适合គឺស័ក្តិសម你的អ្នក才是的最好的ល្អបំផុត还有许多人误以为有了病才需要花钱还有នៅមាន许多人មនុស្សជាច្រើន误以为គិតច្រឡំ有了病មានជំងឺ才需要花钱ទើបត្រូវការចាយលុយណា平时却不肯把钱花在身体健康上平时只读得却白洁不肯មិនព្រម把钱花在身体健康上គឺចាយលុយទៅលើសុខភាពរឹករាងកាយរបស់យើងណា其实提前为健康花钱才是聪明的选择其实达不得提前ជាមុន为健康花钱ចាយលុយដើម្បីសុខភាព才是的ជា聪明ឆ្លៀសវៃ的选择ការជ្រើសរើសណា医疗机构也要改变观念医疗机构គឺគ្រឹះស្ថានគ្រឹះស្ថានសុខបាលណា也要改变观念ក៏ត្រូវការកែប្រែ改变គឺកែប្រែ观念គឺគេហៅថាចក្ខុវិស័យណា不仅要为病人服务不仅មិនត្រឹមតែ要为病人服务គឺមិនត្រឹមតែមានសេវាកម្មទៅលើអ្នកជំងឺនោះទេ也要面向所有人也要ក៏ត្រូវ面向គឺគេហៅថាគេហៅថាបែរមុខទៅណា所有人មនុស្សគ្រប់គ្នា提供更多的健康产品提供គឺផ្ដល់ជូន更多កាន់តែច្រើន健康产品គឺផលិតផលធ្វើឲ្យសុខភាពល្អ病人常把健康的责任全部交给医生病人អ្នកជំងឺ常តែងតែ把健康的责任健康的责任គឺការទំនួលខុសត្រូវលើសុខភាពហ្នឹង全部ទាំងអស់交给ប្រកល់ជូន医生គ្រូពេទ្យណា自己却不注意改变不健康的生活方式和行为，自己ខ្លួនឯង却摆结不注意មិនប្រយ័ត្ន改变កែប្រែ不健康的生活ការរស់នៅដែលមិនមានសុខភាពល្អណា方式的生活方式របៀបរស់នៅ和行为និងទង្វើណា比如说ឧទាហរណ៍ដូចជា如果心脑血管病人不活动如果បើសិនជា心脑血管病人អ្នកជំងឺដែលមានបញ្ហា血管គឺសរសៃឈាម心脑គឺសរសៃឈាមបេះដូងខួរក្បាលណា
不活动mình mơ sẽ cầm hiệp cái việc cá tế饮食不合理饮食ចំណែកអាហារ不合理មិនស័ក្តិសមឬ抽烟就不对再好的医生和药物也没有办法再好គឺកាន់តែល្អ的医生គឺគ្រូពេទ្យ和药物និងថ្នាំ也没有办法ក៏មិនមានមធ្យោបាយដែរអូខេ